គ្រូជាសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលនៅក្នុង channel របស់យើងអញ្ចឹងដូចជាអ្វីដែលយើងវិភាគ analyze កាលពីម្សិលមិញអញ្ចឹងបើសិនជាបងប្អូនបានមើលវីដេអូខ្ញុំពេញកាលពីម្សិលមិញណាប្រកាសជាបានចូលតំបន់បាយ sale របស់ខ្ញុំមែនទេអញ្ចឹងប្រកាសជាបានចំណេញច្រើនទេដូចជា set episode ទី2របស់យើងកាលពីម្សិលមិញគឺយើងចំណេញបានច្រើនមែនទេបានប្រហែលជា$2ជាងកាលពីម្សិលមិញខ្ញុំដាក់ចូលក្នុងក្រុមឲ្យអ្នកគ្នាមើលអញ្ចឹងទីផ្សារហ្នឹងគឺឥឡូវកំពុងតែមានការ sale ត្រឡប់មកវិញពាក់ព័ន្ធជាមួយនឹងកត្តាព័ត៌មានឥឡូវយើងទៅមើលកត្តាព័ត៌មានទាំងអស់គ្នានៅក្នុង Forex Factory គឺអ្នកនរអាចមើលបានពាក់ព័ន្ធជាមួយនឹងព័ត៌មានគឺពាក់ព័ន្ធជាមួយនឹង negotiation កិច្ចចរចារវាងអាមេរិកជាមួយនឹងអេរ៉ុងហ្នឹងពាក់ព័ន្ធជាមួយ condition អីសុទ្ធតែលក្ខណៈថាអេរ៉ុងអត់សូវពេញចិត្តប៉ុន្មានទេអញ្ចឹងប្រកាសជាអត់មានកិច្ចចរចាហ្នឹងប្រកាសជាទុកជារសារបងអីណាទៀតទេអាហ្នឹងយើងបាក់មើលដែរហើយបើសិនជាមើលទៅលើថ្ងៃនេះគឺយើងអត់មានព័ត៌មានអីណា affect ច្រើនទេក្រៅពី economy data សម្រាប់ economy data យើងមានព័ត៌មាន3ធំៗទី1 ADP Non-Farm នៅម៉ោង7:15នាទីទី2ពាក់ព័ន្ធជាមួយនឹងលោក Walsh លោក Chairman ដែលគាត់នឹងឡើងនិយាយនៅម៉ោង8កន្លះពាក់ព័ន្ធជាមួយនឹង policy របស់ Fed គេនិយាយទៅយុទ្ធសាស្ត្រឬក៏លក្ខណៈថាផែនការរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកអូខេនៅម៉ោង9គឺគាត់នឹងសំទោសម៉ោង9គឺយើងនឹងមានព័ត៌មានពាក់ព័ន្ធជាមួយនឹង PMI Service ចឹងថ្ងៃនេះព័ត៌មានដែលធ្វើឲ្យទីផ្សារប្រែប្រួលខ្លាំងគឺខ្ញុំគិតថាមានពាក់ព័ន្ធជាមួយនឹងព័ត៌មាន PMI Service ហើយជាមួយនឹង Fed នេះក៏វា affect ខ្លាំងដែរអូខេម៉ោង8ហ្នឹងណាដោយសារតែពេលគាត់ឡើងនិយាយលើកមុនគឺលក្ខណៈថាពាក់ព័ន្ធជាមួយនឹង FOMC គឺគាត់អត់សូវនិយាយបានគាស់ក្បាយហ្មងនេះគាត់និយាយគាត់តែរឿងផែនការអញ្ចឹងថ្ងៃនេះគឺគាត់និយាយមកបង្ហាញថាផែនការហ្នឹងវាមានបែបម៉េចឯងអញ្ចឹងtrader គឺពួកគាត់ណាជា focus នៅលើពាក្យសម្ដីរបស់ Fed ហ្នឹងនៅយប់នេះពាក់ព័ន្ធជាមួយ ADP ហើយជាមួយ PMI Service ដែរដោយសារតែតន័យពីរនេះគឺសំខាន់មែនទែនសម្រាប់ថ្ងៃស្អែកបើសិនជាតន័យពីរនេះចេញមកល្អយើងអាចទៅព្យាករណ៍ទៅលើតន័យ Non-Farm ដែរបើសិនជាតន័យពីរនេះចេញមកល្អធ្វើឲ្យ Non-Farm ក៏ល្អដែរពាក់ព័ន្ធជាមួយនឹង ADP Non-Farm ហើយជាមួយនឹង PMI Service កុំភ្លេចតាមដានព័ត៌មានពីរនេះគ្នាអូខេឥឡូវយើងធ្វើការលុបចោលពាក់ព័ន្ធជាមួយនឹងsetup របស់យើងហើយនឹងធ្វើការចូល analyze ទីផ្សារថ្ងៃនេះទាំងអស់គ្នាអូខេអញ្ចឹងនេះគឺជា setup zone របស់យើងសម្រាប់ថ្ងៃនេះថ្ងៃទី1ខែ7អញ្ចឹងបើសិនជាទីផ្សារប៉ះដល់តំបន់យើងកន្លែងណាមួយអ្នកនរគ្នាអាចពិចារណាក្នុងការចូលទីផ្សារហ្នឹងទៅដាក់ pending ក៏បានឬក៏ចាំឲ្យវា confirm សិនចាំចូលទីផ្សារក៏បានដែរដូចជានៅកន្លែងនេះអញ្ចឹងតំបន់ sell zone របស់យើងទី1នេះខ្ញុំចង់ឲ្យអ្នកនរគ្នារងចាំវា confirm សិន confirm ថាមានអី sell ចាំចូល sell ទាំងអស់គ្នាអូខេយើងដឹងថាកន្លែងខាងលើនេះកន្លែងខាងលើនេះនៅកន្លែង4020ហ្នឹងវាមានFG មួយ FG ម៉ោងអញ្ចឹងបើទីផ្សារហ្នឹងចាក់ដល់កន្លែង4020អីហ្នឹងអាចនឹងមានឱកាសក្នុងការលក់មកវិញឯង4020អាចមានឱកាសក្នុងការលក់មកវិញឯងអញ្ចឹងបើទីផ្សារហ្នឹងលក់មកវិញចាហើយចាអានេះ scenario នេះគឺជាងាយស្រួលឯងទីផ្សារនេះប៉ះដល់កន្លែងតំបន់ support នេះប៉ះដល់កន្លែង support នេះចុះមកប៉ះ support នេះមានការ take profit ឡើងទៅលើវិញខ្លះឡើងទៅលើវិញខ្លះអញ្ចឹងបើវាចាក់ចូលកន្លែង FG 1ម៉ោងនេះបើវា sell មកវិញ target របស់វាលំបាកប៉ុណ្នេះឯងអាចយកមកដល់ត្រឹម4000ណាបើថា sell វិញត្រឹម target យើងត្រឹម4000ក៏បាននេះមិនបាច់ចាំហូចឆ្ងាយអញ្ចឹងមានការបាយឡើងទៅលើវិញទៀតប៉ុន្តែបើសិនជាករណីវាបាយអាតំបន់ trend line នេះតំបន់ trend line នេះវាចាក់មកដល់ខាងក្រោមនេះវាទៅតេសជាមួយនឹង trend line ហ្នឹងវា target របស់វាមកយកខាងក្រោមនេះដោយសារតែ daily support daily របស់យើងអត់ទាន់បានមកប៉ះម្ដងទេ support daily នេះyou see អត់ទាន់បានប៉ះម្ដងទេអញ្ចឹងឱកាសដែលវាមាន reaction buy ឡើងទៅលើវិញគឺមានខ្ពស់ភាគរយដែលគេចាំ buy នៅកន្លែង4000ចាំសុំទោស3940ទៅដល់3930ហ្នឹងគឺមានច្រើនចូលប្រហែលជា30%អញ្ចឹងអ្នកទាំងគ្នាអាច buy ហើយកាត់យកផលចំណេញត្រឹម20លេខ30លេខ is okay 20លេខ30លេខអញ្ចឹង target របស់ខ្ញុំគឺខ្ញុំប្រកាសណាគឺយកត្រឹមតែ3960អីហ្នឹងឯងអាហ្នឹងគឺជា TP ទី1របស់ខ្ញុំដែលខ្ញុំនឹង take profit ច្រឡំសុំទោស TP ទី2របស់ខ្ញុំដែលខ្ញុំនឹង take profit TP ទី1របស់យើងគឺយើងកាត់យកផលចំណេញនៅកន្លែង3950ហ្នឹងឯងអញ្ចឹងនេះគឺជា QR code របស់ channel របស់យើងអ្នកទាំងគ្នាអាចធ្វើការ scan បានអញ្ចឹងបើសិនជាថ្ងៃនេះទីផ្សារដើរដោយអ្វីដែលយើងរៀបចំទុកមែនដូចជាផែនការរបស់យើងមែនអញ្ចឹងលក្ខណៈថាឱកាសភាគរយដែលវានេះចោះមករកកន្លែង4000សំទោស3940ហ្នឹងគឺមានច្រើនអញ្ចឹងយើងចាំបាយនៅកន្លែងនេះល្អបើកន្លែង sell zone យើងទី1នេះរងចាំឲ្យវាមាន confirmation សិនចាំ sell ចេញជាប្រភេទ candlestick bearish
នេះប្រភេទ candlestick berry ក្រហមវែងៗចេះចូល sell ទៅជានិចប៉ុន្តែបើសិនជាករណីដូចជាអានេះចឹងលក្ខណៈថាអ្នកទាំងគ្នាត្រូវប្រយ័ត្នតិចអូខេត្រូវប្រយ័ត្នតិចអូខេ SL អ្នកទាំងគ្នាដាក់រៀងឆ្ងាយតិចទៅប្រហែលជា10លេខទៅ15លេខអីចឹងទៅអូខេជាចុងក្រោយបើសិនជាបងប្អូនចាប់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងកាយវិភាគរបស់ខ្ញុំហើយជាមួយនឹង indicator របស់ក្រុមការងាររបស់យើងកុំភ្លេចចុះឈ្មោះក្រុម link Mscape របស់យើងផងអូខេយើងនឹងដាក់ link នៅខាងក្រោមនេះអ្នកទាំងគ្នាអាចចុចលើប៊ូតុង link ហ្នឹងទៅ register អីចឹងទៅដើម្បីទទួលបាន indicator យកទៅប្រើប្រាស់ហើយសម្រាប់បងប្អូនណាដែលគាត់ចង់ទិញ version 2អីក៏យើងអាចមានការ discount ឲ្យអ្នកទាំងគ្នា 50% ដែរសម្រាប់50អ្នកដំបូងឥឡូវយើងបានប្រហែលជាចិត្តគ្រប់ហើយអញ្ចឹងរស់រានឡើងប្រហែលជាសប្តាហ៍ក្រោយអីប្រហែលជាយើងបិទ promotion ហើយកុំភ្លេចទិញម្នាក់មួយផងអូខេអានេះ version free you see អានេះ version 6របស់យើង version 6របស់យើងអ្នកទាំងគ្នាអាចមើលបានពាក់ព័ន្ធជាមួយនឹង setup គឺ 100% ថ្ងៃនេះហើយយើងទៅមើលលើ setup យើងសម្រាប់ថ្ងៃនេះសិននៅក្នុង time frame 5នាទីគឺយើងអត់មានទេប៉ុន្តែយើងអាចមើល performance វាបានយប់មិញនេះ full TP ហ្មង full TP អូខេនេះក៏ full TP 15ទៀត full TP indicator ហ្នឹងអង្គុយទៅកាប់លុយនេះ indicator អូខេឥឡូវយើងបិទ indicator អញ្ចឹងអូខេអរគុណអ្នកទាំងគ្នាបានតាមដានវីដេអូនេះរហូតដល់ចប់ជូនពរឲ្យចំណេញបានច្រើនហេ